สุดท้ายบางคนต้องเอาคนนี้บ่าวมาจูบขยมมาดองเตี้ยในขนมวิดีโอทำไมให้วิดีโอนี้พอได้คือขยมต้องធ្វើការចែករំលែកជូនបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលស្រឡាញ់ចូលចិត្តការចិញ្ចឹមត្រីក្រឹមបាទនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបកស្រាយក៏ដូចជាបញ្យលក៏ដូចជាចែករំលែកជូនបងប្អូននៅរបៀបក្នុងការបង្កាត់ត្រីក្រឹមសម្រាប់អ្នកអត់ចេះសោះបាទអ្នកចេះតិចតិចបាទអញ្ចឹងរបៀបในការប្រកាសនេះគឺងាយមែនតើបងប្អូនទាំងអស់គ្នាបងប្អូនត្រូវមានកន្លែងធំសមរម្យមួយបាទបន្ទាប់មកទៀតបងប្អូនដាក់ទឹកទៅបាទស្រឡាញ់ទឹកប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅតែកុំដាក់ជ្រៅពេកដាក់ល្មមបានហើយបាទបន្ទាប់មកទៀតបងប្អូនដាក់ទឹកហ្នឹងគឺយើងពិនិត្យមើលដែរថាទឹករបស់យើងនោះទឹកអីគេបាទបើសិនជាទឹកស្រះយើងត្រូវប្រកាសថាយើងដាក់ទៅវាអត់មានប្រភេទសត្វល្អិតផ្សេងដូចជាសត្វកកូមឬក៏សត្វផ្សេងទៀតដែលវាអាចនឹងស៊ីកូនត្រីយើងបន្ទាប់ពីបាទត្រីរបស់យើងញាស់បាទបងប្អូនដាក់ប្រភេទទឹកស្អាតឬក៏ទឹករត់អីហ្នឹងបាទទឹកស្អាតទឹករត់ទឹកទយោអីហ្នឹងបងប្អូនត្រូវដាក់ត្រាំវាចោលសិនទៅបាទ3ថ្ងៃឡើងហើយចាំប្រកាស2ថ្ងៃ3ថ្ងៃឡើងណាចាំប្រកាសបើសិនជាបងប្អូនដាក់ទឹកម្ដងបាទព្រោះឯនៅតាមជនបទភាគច្រើនប្រើទឹកម្ដងអញ្ចឹងបើសិនជាបងប្អូនប្រើទឹកម្ដងអាហ្នឹងបងប្អូនត្រូវប្រកាសថាទឹកម្ដងរបស់បងប្អូនហ្នឹងគឺអត់ប្រៃខ្លាំងប្រៃតិចតិចអត់បញ្ហាកុំឲ្យតែប្រៃខ្លាំងបាទអត់ក្បាលអត់អីណាអញ្ចឹងយើងត្រូវប្រកាសថាជីវិតអាចរស់បាននៅក្នុងទឹកម្ដងហ្នឹងបាទឬក៏បងប្អូនដាក់ទឹកម្ដងយើងអាចលាយជាមួយទឹកអីផ្សេងទៀតណាបាទបន្ទាប់ពីបងប្អូនរៀបចំកន្លែងរៀបចំទឹករួចរាល់ហើយបងប្អូនត្រូវមានមេបាមកគូមកបាទមេបាមកគូមកអញ្ចឹងបងប្អូនប្រឡែងមកគូនឹងចូលទៅបាទយើងប្រឡែងមកគូនឹងចូលណាបើសិនជាបងប្អូនបាទមានស្មៅទឹកបងប្អូនក៏ដាក់ស្មៅទឹកទៅបើអត់មានទេយើងដាក់តកួនតកៀតអីទៅបាទឬក៏ដាក់ស្មៅដាក់ស្លឹកឈើដាក់អីទៅឲ្យវាផ្លុំពពុះសំណួរសួរថាបើសិនជាយើងអត់ដាក់បាទយើងអត់ដាក់ស្មៅតកួនតកៀតអីហ្នឹងសួរថាវាផ្លុំពពុះអត់បាទវាផ្លុំដូចតែគ្នាទេបងប្អូនទោះបងប្អូនយកមកគូដាក់ចូលក្នុងពេងចោលក៏វានៅតែកើតកូនដែរវាអញ្ចឹងណាតែសួរថាយើងដាក់ស្មៅនោះវាមានប្រយោជន៍អីតែស្មៅនោះដើម្បីឲ្យឈ្មោលនោះវាងាយផ្លុំពពុះបាទដាក់តកួនដាក់អីដាក់តកៀតអីហ្នឹងគឺដើម្បីឲ្យឈ្មោលវាងាយផ្លុំពពុះពេលដែលត្រូវខ្យល់មកឬក៏ពេលមេឃភ្លៀងមកវាអត់ងាយបែកពពុះបែកពងអាហ្នឹងវាផលប្រយោជន៍វាអញ្ចឹងណាបន្ទាប់ពីបងប្អូនបាទប្រឡែងមេបាចូលហើយបងប្អូនអាចធ្វើការគ្របដើម្បីកុំឲ្យសត្វស៊ីតែបើសិនជានៅផ្ទះបងប្អូនអត់មានសត្វស្លាបសត្វអីវាមកហើរចឹកមកចាប់ស៊ីទេបាទបងប្អូនទុកចោលចឹងក៏បានដែរបន្ទាប់ពីបានពងហើយបងប្អូនអាចដកមេចេញតែបើសិនជាបងប្អូនអត់ដកមេចេញក៏បានដែរបើសិនជាកន្លែងហ្នឹងវាធំបញ្ជាក់បងប្អូនបើសិនជាកន្លែងនោះធំដូចនេះដូចលូក៏ដូចពេងអីឬក៏កន្លែងណាធំអានោះយើងមិនបាច់ដកមេចេញក៏បានដែរព្រោះអីឈ្មោលវានៅជាពងនៅខាងក្រោមពងបាទមេវាហែឆ្ងាយអានោះអត់បញ្ហាអីទេតែបើសិនជាកន្លែងតូចចាំបាច់ត្រូវតែដកមេចេញបាទដកមេចេញហ្នឹងមិនមែនមេហ្នឹងវាស៊ីពងទេបងប្អូនដកមេចេញហ្នឹងដើម្បីការពារមេកុំឲ្យឈ្មោលហ្នឹងវាខាំងាប់បើយើងអត់ដកចេញទេឲ្យឈ្មោលវាខាំបាទវាខាំដាច់ព្រុយដាច់កតុយធ្វើឲ្យវាคลายឆ្លងមេរោគវាងាប់បន្ទាប់ពីបានពងបងប្អូនយល់ល្អបងប្អូនដកមេចេញទៅយកទៅបំពន់យកទៅថែកន្លែងណាដែលស្បូរចំណីកន្លែងធំទលាយអីទៅដើម្បីឲ្យបាទមេត្រីហ្នឹងវាឆាប់បានពងយើងអាចប្រកាត់បានមួយសាពីរសាអីទៀតទៅបាទនេះគឺជារបៀបនៃការប្រកាត់ត្រីក្រឹមតាមបែបងាយសាមញ្ញតែបញ្ជាក់ជូនបងប្អូនប្រឡែងមេបាចូលហ្នឹងគឺបើសិនជាបងប្អូនបើមានមេបាច្រើនតែបងប្អូនគិតថាអត់ទុកចិត្តទេខ្លាចឲ្យឈ្មោលនោះវាខាំមេងាប់អញ្ចឹងបងប្អូនដាក់ក្រុងទៅមានន័យថាម៉េចប្រឡែងមេបាចូលទៅចង់ប្រកាត់កន្លែងណាប្រឡែងបាចូលមុនបន្ទាប់មកកដងទឹកសុទ្ធយើងនេះបងប្អូនដាក់ទឹកពាក់កដាលទៅដាក់មេចូលក្នុងកដងទឹកសុទ្ធមូលកម្របវាបដែតទឹកចោលទៅបាទកន្លះថ្ងៃមួយថ្ងៃអីតាមចិត្តរបស់បងប្អូនទៅបាទបន្ទាប់ពីហ្នឹងបងប្អូនចង់ប្រឡែងកាលក៏ប្រឡែងទៅបាទប្រឡែងទៅវាស្គាល់គ្នាហើយស្រេចមានន័យថាពេលដែលយើងបដែតទឹកហ្នឹងឲ្យឈ្មោលហើយនឹងមេហ្នឹងគឺវាស្គាល់គ្នាហើយស្រេច
chẳng mấy về đăng tha luôn về tranh ở chmố về đập lên tới về chắp oi ở chmố kiệp bà bông ôn được ở khné bà sờ rốc mau bính đầm bay và cắt tray cam ban bông ôn thử men cả lại xong râu môi bà tọa máu lên mê trâu bà đánh mê ba trâu chỉ cả sải bà khay khay ngay ngay sầm anh ta bắt nắng bông ôn lên cho mà cứu trâu đó bà bay ngày 4-5 ngày 7 ngày đó cứ bị bàn câu này chẳng là video này cứ mình là phần năng thế tại môn năng phải chop bà tại môn năng bánh chop video nó cứ nhom sâu bà sai bên đây cho cam thì trái cho cô bông ôn này trời ca mê pu chay ta cả hòm là bông ôn này trời ca mê pu chay ta cả hòm được trời chỉnh trăm được bông ôn trời ca mê tắc khiêu rồi được ca tắc khiêu đại tắc khiêu này cứ chỉ chấm này bà chay ta cả hòm rồi có bông ôn bà trong ban và phê chay ta cọ rồi ao trời cầm xí là trời còn trời của ban đấy 7 ngày lang xí bán trời thông của ban đấy trời tôi bay của ban đấy palpo ấy của ban đấy bà nghề ấy xuống bà mình là tu được có tình từ đó nhọt trâu thằng tu được cọ tới xì bàn chú bà trong bóng bóng này tôi ca tẹt tô mau cam dạ telegram nó cứ son cao bầm pơ bầm môi bay đam bay pi đập bầm bảy son cao bầm pơ bầm môi bay đam bay pi đập bầm bảy rồi có bóng bóng này tôi ca chat cho page bọc nhau máu rồi page thì môi men chmut tha chồng ca telegram cat cáo chiaភាសាខ្មែរpageទី2មានឈ្មោះថាឆាវឆាវលក់ត្រីក្រំជាភាសាខ្មែរ page ទី3មានឈ្មោះថា Paradise on Earth បើជាភាសាអង់គ្លេស Paradise on Earth បើជាភាសាអង់គ្លេសចឹងបងប្អូនអាចធ្វើការបាទតាក់ទងមកបានវីដេអូនេះគឺមានតែប៉ុណ្ណឹងទេជួបខ្ញុំវីដេអូបន្ទាប់នៅពីក្រោយទៀតបាទអរគុណ